ជំរាបសួរបងប្អូនទាំងគ្នាខ្ញុំហងខ្ញុំខានចេញវីដេអូនិយាយទៅទៅនឹងចំណេះដឹងសុខភាពយូរដែរហើយខ្ញុំអត់ទាន់ចូលដល់ប្រធានបទណាសូមនិយាយពីសុខភាពខ្ញុំតិចចាឥឡូវហ្នឹងខ្ញុំជំងឺបកករបស់ខ្ញុំរៀងស្រកឆាន់មែនតែនអរម៉ូន3អរម៉ូន TSA ទេត្រតេកាត់ហ្នឹងគឺស្រកចុះខ្លាំងចានៅ TSA រៀងឡើងតែអរម៉ូន2ទេត្រនិងទេកាត់រៀងចុះអញ្ចឹងក៏ខ្ញុំចាប់ដើមស្រកឲ្យចាឃើញគីឡូរបស់ខ្ញុំក៏ចុះស្គមជាងមុនដែរចាសុខភាពខ្ញុំល្អប្រសើរជាងមុនអញ្ចឹងហើយខ្ញុំអាចមានពេលធ្វើវីដេអូខ្ញុំពីមុនខ្ញុំធ្វើការអីតិចហត់អញ្ចឹងណាឥឡូវហ្នឹងគឺខ្ញុំធ្វើការអីបានធម្មតាអត់សូវឆាប់ហត់ដូចមុនទេចាខ្ញុំសូមបញ្ជាក់ពេលដែលខ្ញុំកើត hyperthyroid ដែលជំងឺបកកហ្នឹងណាដំបូងឡើយគឺខ្ញុំអត់ទាន់បានព្យាបាលដោយប្រើថ្នាំអរម៉ូននឹងត្រឹមត្រូវគឺគីឡូខ្ញុំចុះខ្លាំងមែនតែនពី48នៅសល់30ខែសល់40អីអញ្ចឹងណាបងប្អូនដល់ពេលបន្ទាប់ពីខ្ញុំព្យាបាលបានត្រឹមត្រូវមួយខែពីខែដំបូងគីឡូខ្ញុំឡើងស្រើត51 53 54ខ្ញុំព្យាបាលបាន5 6ខែហ្នឹងមកគីឡូខ្ញុំចង់ស្គមជាងមុនអញ្ចឹងហើយរបបអាហារតកតងទៅនឹងអាហារក៏ខ្ញុំបន្ថយតាមនឹងដែរខ្ញុំអត់សូវហូបញ៉ាំច្រើនដូចមុនទេហើយកខ្ញុំក៏ស្រកជាងមុនតែគីឡូបើនិយាយទៅគីឡូខ្ញុំចង់ថេនៅត្រឹម50អីវិញអញ្ចឹងណាអញ្ចឹងហើយឥឡូវហ្នឹងសុខភាពខ្ញុំល្អប្រសើរអញ្ចឹងកុំយល់ច្រឡំថាកើតបកកទៅពេលគីឡូស្រកចុះមិនថាសុខភាពល្អប្រសើរវិញអញ្ចឹងណាក៏ពិតមែនទេគឺដោយសារតែកត្តាអាហារដែលខ្ញុំញ៉ាំដែរទេខ្ញុំអត់សូវត្រឡប់ញ៉ាំច្រើនដូចពីមុនទេតោះលើកកុំឲ្យខាត់ពេលយូរចូលទៅដល់ប្រធានបទតែម្ដងថ្ងៃនេះខ្ញុំនិយាយអំពីអ្វីទៅគឺជា probiotic ហើយ probiotic ហ្នឹងគឺមានអត្ថប្រយោជន៍អ្វីខ្លះ probiotic គឺជាបាក់តេរីល្អដែលមាននៅក្នុងពោះវៀនរបស់យើងហើយវាមានតួនាទីយ៉ាងសំខាន់នៅក្នុងរាងកាយទី1គឺវាធ្វើឲ្យមានតុល្យភាពរវាងបាក់តេរីល្អនិងមិនល្អនៅក្នុងប្រព័ន្ធរំលាយអាហារទី2គឺជួយការពារនិងព្យាបាលជំងឺរាគមិនថាការរាគដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំសាសឬក៏ការរាគផ្សេងៗទេទី3ជួយដល់ស្ថានភាពសុខភាពផ្លូវចិត្តមួយចំនួនឲ្យល្អប្រសើរឡើងដូចជាការថប់បារម្ភ stress ជំងឺធ្លាក់ទឹកចិត្តនិងការចងចាំអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអត់សូវមានការចងចាំអាចប្រើ probiotic ទៅគឺជួយបង្កើនការចងចាំបានខ្លះដែរចា៎ហើយទី4 ភេទ probiotic មួយចំនួនជួយឲ្យបេះដូងមានសុខភាពល្អបញ្ចុះសម្ពាធឈាមជួយកាត់បន្ថយ cholesterol ខ្លាញ់អាក្រក់ LDL ចេញទី5គឺជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំការពារប្រឆាំងនឹងការឆ្លងមេរោគទី6ជួយសម្រកទម្ងន់និងខ្លាញ់ក្បាលពោះ probiotic ខ្លះជួយរារាំងការស្រូបយកជាតិខ្លាញ់នៅក្នុងពោះវៀនឯខ្លះទៀតជួយជំរុញជាតិខ្លាញ់ឲ្យចេញតាមលាមកជាជាងការរក្សាទុកនៅក្នុងខ្លួនទី7ចំពោះអ្នកដែលមានបញ្ហាកាពះពោះវៀនដូចជាដើរខ្យល់ច្រើនហើមពោះតឹងពោះឬក៏ទល់លាមកហ្នឹងក៏អាចប្រើ probiotic ដើម្បីកាត់បន្ថយអាការៈទាំងនោះបានដែរពុកម៉ែបងប្អូនមកស្គាល់ពីប្រភេទ probiotic ឬក៏ជាឈ្មោះបាក់តេរី Lactobacillus មាននៅក្នុងទឹកដោះគោជូរនិងអាហារដែលមានជាតិដំបែវាអាចជួយដល់ការរាគនិងរំលាយជាតិ lactose គឺជាជាតិស្ករក្នុងទឹកដោះគោបាក់តេរីទី2ឈ្មោះ Bifidobacterium អាចជួយដល់រោគសញ្ញានៃជំងឺពោះវៀនបាក់តេរីទី3ឈ្មោះ Saccharomyces boulardii ជួយប្រឆាំងជំងឺរាគរូសនិងបញ្ហារំលាយអាហារprobiotic ទី4គឺជាប្រភេទ probiotic ដែលមាននៅក្នុងចំណីអាហារវាកើតឡើងពីការចូលរួមនៃបាក់តេរីហើយបាក់តេរីនោះបំផ្លាញជាតិស្ករឲ្យទៅជាអាស៊ីតឡាទិកដែលធ្វើឲ្យអាហារនឹងផ្អមបន្ទាប់ពីផ្អមទៅជារសជាតិជូរដំណើរការនេះគឺយើងហៅថាគឺជាដំណើរការល្បើកអាស៊ីតឡាទិកពុកម៉ែបងប្អូនតើឆ្ងល់ដែរអត់ល្បើកដំណើរការដែលធ្វើឲ្យអាហារមានរសជាតិជូរដែលពីអង់គ្លេសយើងហៅថា fermentation ហ្នឹងគឺវាមានតួនាទីអ្វីខ្លះក្នុងចំណីអាហារទី1គឺជួយឲ្យអាហារនឹងទុកបានយូរទី2គឺបន្ថែមរសជាតិដល់អាហារហ្នឹងទី3គឺផ្ដល់សារធាតុចិញ្ចឹមទី4មាន probiotic ឬក៏យើងហៅថាបាក់តេរីល្អហ្នឹងជួយដល់ការលូតលាស់ក៏ដូចជាជួយនៅក្នុងការរំលាយអាហារចំពោះសញ្ញាឬក៏អាការៈអ្នកដែលត្រូវញ៉ាំ probiotic ទី1គឺអ្នកដែលញ៉ាំថ្នាំអង់ទីយ៉ូទិកដែលប្រជាជនខ្មែរយើងហៅថាជាថ្នាំផ្សះទី2គឺអ្នកដែលមានជំងឺហឺតឬក៏ allergy ទី3អ្នកដែលមានការពុលអាហារទី4អ្នកដែលមានជំងឺផ្លូវចិត្តទី5អ្នកឧស្សាហ៍ឈឺក្បាលលក្ខណៈប្រកាំងពេលដែលគាត់ញ៉ាំ probiotic ចូលទៅគឺជួយបង្កើនការផលិតហូម៉ូនរីករាយឈ្មោះ serotonin ហូម៉ូនហ្នឹងគឺជួយសម្រាលនិងការពារជំងឺប្រកាំងបាន
ទី6អ្នកមានជំងឺស្បែកឡើងមុនទី7អ្នកមានបញ្ហារំលាយអាហារទី8អ្នកឧស្សាហ៍អស់កម្លាំងញឹកញាប់ទី9អ្នកឆ្លងមេរោគផ្សិតឬក៏រលាកផ្លូវទឹកនោមចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំសូមចប់តែប៉ុណ្នេះសូមអរគុណដែលបានចំណាយពេលវេលាទស្សនាជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយជម្រាបលា